ออกพลังหน้ามันได้เจ็บแรงร้อนและเป็นหน้าตัวมุงเก็บรักปัจจุบันมันโดยริมราเปิดสินปูยังได้ชีสองสาวจะมาเตอเขาตั้งในตราโดยเครียดต้องรอมาดีไปหมดตัวให้โอนเกินมันโดนเกินตัวตายมีแม่เลยฉันแค่มองต้องโง่ได้มองคนชมมีสายสองกับกระมองนั่งอ่อนแต่เจ้าบังหาย សូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទសាយពីសិទ្ធិមេឌៀមានទទួលរៀបចំទូសម្ដែងគ្រប់វ័យមានទទួលរៀបចំការនិពន្ធនិងដឹកនាំសម្ដែងពុកម៉ែបងប្អូនអរគ្នាត្រូវការ BL KOL model ស្រីស្អាតជាច្រើនដើម្បីចូលរួមកម្មវិធីផ្សេងៗឬក៏ប្រមូលផលិតផលតាម TikTok តាម page ពុកម៉ែបងប្អូនអរគ្នាអាចតាក់ទងមកកាន់រូបខ្ញុំបាទសូមអរគុណសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នាបងប្អូនបានឃើញក្បាលវីដេអូណាបាទគឺ Slick Sing ចម្រៀងរវាងលោក Suli Page fit ជាមួយនឹងកញ្ញាមីណាហើយនេះគឺជាសកម្មភាពក្រៅឆាកដែលតួអង្គប្រុសតួអង្គស្រីសម្ដែងនៅក្នុង MV បទចម្រៀងមួយនេះផងដែរបាទឥឡូវនេះមើលសកម្មភាពបន្ទាប់ទៀតបាទតួស្រីចេញបរៀនមកស្អាតតែឃើញតួប្រុសលួចលាក់បាទជាមួយនឹងតួស្រីផ្សេងទៀតបងប្អូនតួស្រីស្លាំងខាងខឹងឥឡូវនេះឈុតតោះគ្នាម្ដងរោរឿងបាទតោះគ្នាហើយនេះគឺជាសកម្មភាពក្រៅឆាកខ្លះៗដែលខ្ញុំបាទបានថតទុកជាអនុស្សាវរីយ៍ហើយសម្រាប់បងម្ចាស់ផលិតកម្មម្ចាស់ផលិតករម្ចាស់ក្រុមហ៊ុនម្ចាស់ផលិតផលទាំងអស់បាទបើសិនជាត្រូវការតារាសម្ដែងបាទ BA KL ឬក៏ប្រមូលផលិតផលអីបងប្អូនអាចតាក់ទងមកកាន់លោកខ្ញុំបាទបានខាងខ្ញុំបាទក៏រៀបចំទៅសេរឿងភាគខ្លីៗនិពន្ធដឹកនាំខ្លួនឯងផងដែរឥឡូវនេះយើងមើលក្រៅឆាកបាទលោក Suli Page ជាមួយនឹងកញ្ញាមីណាតែម្ដងបាទលោក Suli Page គាត់អៀនដោយសារតែលោកកន្លងមកដែលលេង TikTok ទេហើយគាត់ថាលើកទី1ទេដែលរួមលេង TikTok ជាមួយកញ្ញាមីណាហើយគាត់បត់ដបងនេះបាទបត់ដបងនេះគាត់ fit ជាមួយគ្នាឥឡូវនេះជួបមកជួស្រីមួយទៀតដែលកំសត់បាទម្ដាយឈឺសេតរឿងសង្សារមានស្រីមានអីហើយឥឡូវស្រាប់តែម្ដាយឈឺទៀតបងប្អូនអើយនេះបាទគឺយំអីតែម្ដងហើយនេះគឺជាសកម្មភាពក្រៅឆាកខ្លះដែលខ្ញុំបាទថតផុសទុកជាអនុស្សាវរីយ៍គ្រាន់មើលគ្រាន់ឲ្យតួសម្ដែងគាត់បានមើលអីចឹងទៅបន្ទាប់មកទៀតបាទគឺឈុតម្ដាយគាត់ឈឺហើយកូនតួស្រីនេះគាត់ទៅពេទ្យសួរម្ដាយថាពេទ្យធ្វើថាលេងអីហើយគាត់សុខភាពធម្មតាវិញហើយគាត់សុវ័យចិត្តតែញ៉ាំអីចឹងទៅបាទមួយទៀតនេះគឺឈុតមួយទៀតគឺបាទគឺយកទឹកឲ្យម៉ាក់ពិសាអញ្ចឹងទៅបាទញញឹមញញែសោះស្រាយព្រោះសាលេងឈឺលេងអីហើយចូលមកនេះគឺក្រៅឆាកបាទក្រៅឆាក Slick Sing មិញហ្នឹងបងប្អូនឃើញទេបាទនេះគឺសកម្មភាពតារាសម្ដែងតួអង្គឬក៏តារាចម្រៀងកំពុងតែមើលមុខមើលមកស្អាតបាទហើយរៀប background បាទ background នេះគឺ background ប្រប់នៅខាងក្រៅអញ្ចឹងទៅបាទហើយចូលម៉ាស៊ីនមួយនេះបងប្អូនគឺខ្ញុំម៉ោងយប់ជ្រៅដែរហើយតួតារាសម្ដែងមួយក្រុមទៀតដែលខ្ញុំនាំចូលមកនេះគឺនាំមកថតនៅក្នុងភោជនីយដ្ឋានមួយកន្លែងបាទហើយចូលស៊ីនរំអូបាទរំនេះបងប្អូនឃើញលក់អញ្ចឹងណាប៉ុន្តែខ្ញុំទៅសើពួកគាត់រំចេញទៅសាយអាពេលដែលយើងថតហ្នឹងបងប្អូនទាំងអស់គ្នាគឺយើងអត់ដាក់ភ្លេងទេយើងអត់ដាក់ភ្លេងទេប៉ុន្តែគាត់រំចេញទៅសើអញ្ចឹងមិនថាអ្នកសម្ដែងទោះបីអត់ភ្លេងអត់អីក៏ដោយតែរំចេញឲ្យតែលុយដល់បាទហើយខ្ញុំនិយាយនេះគឺប្រឡោតសោយទេបងប្អូនដោយសារតែយប់មិញនេះថតដល់ចប់ម៉ោង2យប់ជាងបាទម៉ោង2យប់ជាងហើយផឹកឡើងនេះទៅបើតែកាត់វីដេអូទេហើយនេះគឺជាសកម្មភាពទូស្អីគេនេះអៀនគេអូគេអៀនគេបាទមួយទូផុសស្អាតហើយជួបខ្ញុំម្ដងជួបខ្ញុំអ្នកដឹកនាំស្អាតម្ដងនេះថតទូនៅខាងក្រៅសកម្មភាពបងប្អូនអើយនេះបាទយប់ជ្រៅបងប្អូនណាបាទអញ្ចឹងគាត់ថាតារាសម្ដែងចង់ចូលសិល្បៈមិនងាយស្រួលទេពិបាកណាស់ទៅមកបានថតម៉ាស៊ីនចប់មួយរឿងបត់គឺប្រើពេលវេលាយូរពេលដែលយើងចាប់ប្រចាំងឬយើងចាប់ផ្សាយទៅបងប្អូនមើលឃើញនាទីខ្លីៗតែការថតរបស់យើងមាន1ថ្ងៃមាន2ថ្ងៃអញ្ចឹងទៅសម្រាប់ MV ណាបាទតែបើរឿងវិញច្រើនថ្ងៃហើយនេះគឺសកម្មភាពទូសម្ដែងយើងកំពុងតែរៀបចំថតហើយបាទនេះឲ្យមើលស្អាតប្រុសស្អាតអីចឹងទៅហើយវីដេអូមានអីច្រើនទេបងប្អូនអើយមានតែប៉ុណ្្នឹងថតទុកអនុស្សាវរីយ៍ក៏ចែកជូនពុកម៉ែបងប្អូនបានទស្សនាកម្សាន្តផងដែរអរគុណច្រើនជំរាបលា